បងប្អូនយើងនៅឯនាយសមុទ្រនិងបងប្អូនយើងនៅក្នុងប្រទេសមួយចំនួនក៏បានជូនជាអំណោយជាពិសេសបងប្អូនសប្បុរសជននៅតូរ៉ុងតូប្រទេសកាណាដាគាត់បានផ្ដល់ជំនួយមកមួយចំនួនហើយបងប្អូនក្នុងប្រទេសខ្លះនិងប្រទេសដទៃខ្លះគាត់បានជួយស្រាក់គ្នាបន្តិចមកបានប៉ុន្មានយើងយកមកជូនតាមលទ្ធភាពនឹងទាំងអស់ដើម្បីធ្វើម៉េចបានមកដល់ដៃផ្ទាល់របស់បងប្អូនដែលរងគ្រោះដូច្នេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនសប្បុរសជននៅតូរ៉ុងតូនៅប្រទេសកាណាដាដែលបានផ្ដល់អំណោយដល់ថ្លៃថ្លាហើយក្នុងឱកាសដែលជាក់ស្ដែងនៅខេត្តប៉ៃលិនមានការលេងលងយ៉ាងធ្ងន់ធ្ងរបាទតិចតួចហើយសូមអធិស្ឋានអ៊ំណាព្រោះគ្នាច្រើនដាក់នៅនេះសិនបងណាចាអរគុណ